ថ្ងៃនេះបើកសម្ពោធបឹងត្រីគឺមានលាភជ័យខ្លាំងណាស់បើកសម្ពោធកន្លែងនេសាទសំណាងល្អណាស់ម្ចាស់ហាងអ្នកម្នាក់នោះជាមិត្តភក្តិអ្នកមែនទេមិនមែនទេគេមកនេសាទដូចពួកអ្នកដែលមើលនុយគេចុះម្ចាស់ហាងមានអ្នកជំនាញមកនេសាទនៅទីនេះដែរហ៎ពិតជាអ្នកជំនាញមែនហាក់ដូចជាស្គាល់នោះមិនមែនម្ចាស់ហាងត្រីមែនទេមិននឹកស្មានថាគាត់មានសមត្ថភាពខ្ពស់ម្ល៉េះអស្ចារ្យមែនឆេនវឹងគិតថាគួរតែរៀបចំរបស់ខ្លះទៀតដូចជាដំបងចាប់ខ្មោចក្នុងហាងអនឡាញមានទាំងដាវឈើច័ន្ទទៀតទើបមើលទៅសម្បែបនេះបើកសម្ពោធនៅទីវាលបែបនេះហើយបច្ចុប្បន្នមានអ្នកនេសាទ42នាក់នៅសល់5នាក់ទៀតមិនទាន់នេសាទមុននេះមានស្រីស្អាតម្នាក់មកយកសម្ភារៈមកនេសាទហើយបង់ថ្លៃរួចរាល់ហើយឆេនវឹងដើរមើលជុំវិញហើយឃើញស្រីម្នាក់នោះនៅជ្រុងខាងនៃអាងទឹកគាត់នៅទីនោះម្នាក់ឯងស្រីស្អាតអ្នកជាអ្នកឡាយផ្ទាល់ពេលនេសាទមែនទេបានអ្នកតាមដានប៉ុន្មានអ្នកហើយជំរាបសួរម្ចាស់ហាងខ្ញុំទើបតែធ្វើបានមួយរយៈមានអ្នកតាមជាង 10000 នាក់ទេចង់នេសាទត្រីខ្យាប៉ុន្តែប្រើនុយម្សិលនឹងហើយខ្ញុំមាននុយប្លែកច្រើនណាស់បើចង់បានត្រីខ្យាប្រើពោតល្អជាងកុំប្រើនុយម្សិលអីមិនអីទេខ្ញុំនេសាទបានគ្រប់យ៉ាងអ្នកគាំទ្រក្នុង LINE ចង់ឃើញនុយពិសេសរបស់ម្ចាស់ហាងណាស់បានតើអ្នកអាចនិយាយតាក់ទងជាមួយអ្នកគាំទ្រខ្ញុំបានមិនអីទេអ្នក LINE គឺត្រូវការប្រជាប្រិយភាពមិនថានេសាទអ្វីទេឲ្យតែមានអ្នកមើលគឺបានហើយមិននឹកស្មានថាវីដេអូមិនទាន់ផុសផងនុយពិសេសបានតាក់ទាញអ្នក LINE ឲ្យមកទីនេះសួស្ដីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះលីយុនម្ចាស់ហាងនៅបឹងត្រីភូមិយូឡុងនេះជាកន្លែងនេសាទបែបធម្មជាតិថ្មីរបស់ខ្ញុំមានត្រីគ្រប់ប្រភេទមិនត្រឹមតែមានត្រីធំទេថែមទាំងមានត្រីខ្យាព្រៃទម្ងន់លើសពី10គីឡូក្រាមទៀតចេះតែនិយាយអួតអាងហៅមកស្វាគមន៍បែរជាមកផ្សាយពាណិជ្ជកម្មទៅវិញត្រីខ្យា10គីឡូក្រាមពិបាករកណាស់ក្នុងស្រុកយើងកន្លែងនេសាទត្រីខ្យាម្ចាស់ហាងជួយមើលផងអ្នក LINE រូបពិតស្អាតអត់ម្ចាស់ហាងក៏សង្ហាមិនធម្មតាម៉ោង10ព្រឹកហើយក្រៅពីអ្នកថ្មីម្នាក់នោះ4អ្នកទៀតកំពុងតែរំភើបខ្លាំងឃើញគេទាញត្រីបានជាប់អ្នកមិនដឹងប្រហែលស្មានថាជាបឹងចិញ្ចឹមត្រីទេត្រីខ្យាដែលនេសាទបានធំទាំងអស់អ្នកនេសាទ42នាក់មានអ្នកបានត្រីលើសពី5គីឡូក្រាមចំនួន2នាក់ហើយអ្នកដទៃកាន់តែរងចាំម្ចាស់ហាងអ្នកពិតជាមានត្រីខ្យាលើសពី10គីឡូក្រាមមែនទេពិតមែនហើយខ្លាំងមែនហើយជាត្រីព្រៃមែនទេអ្នកធ្លាប់ឃើញគេចិញ្ចឹមត្រីខ្យាឲ្យបានទម្ងន់10-20គីឡូក្រាមទេម្ចាស់ហាងជប់បារីទេត្រីទម្ងន់5គីឡូក្រាមលែងជារឿងប្លែកបើអ្នកណានេសាទបាន10គីឡូក្រាមឡើងត្រូវតែថតរូបទុកទៅរកជំនួយមកជួយលើករបស់គាត់នឹងមកធ្វើម្ហូបនៅទីនេះតើអ្នកណាខ្លះដែលអ្នកស្គាល់ផ្ទះគាត់ជាអគារតូចមួយនោះកុំភ័យអីcôអេរមានការងារធ្វើក៏សប្បាយចិត្តពេលដើរជុំវិញទៅដល់កន្លែងអ្នកឡាយទើបគាត់បានឃើញអ្វីមួយបុរសម្នាក់នេះកំពុងតែអូសត្រីទំនងជាត្រីខ្យាទម្ងន់ច្រើនគីឡូដែរនោះមិនមែនជាចំណុចសំខាន់ទេចំណុចសំខាន់គឺគាត់ប្រាគ្រោះធ្វើជានុយបងប្រុសត្រូវការជំនួយទេមកខ្ញុំជួយសម្រួលឲ្យបងប្រុសរបស់នេះប្រើបានល្អជាងពោតទៀតខ្ញុំគិតថាអីចឹងដែរប៉ុន្តែនុយលើផ្លែសន្ទូចត្រូវតែជាពោតស្រស់ប្រើគ្រូនឹងហីកុំលេងសើចប្រើគ្រូបែបនេះត្រីវាមកស៊ីមែនហីគាត់រើសគ្រូនៅជំរាលភ្នំខាងក្រោយនេះឯងដុំគ្រូមានពេញទីនេះបុរសម្នាក់នេះចេះប្រើតិចនិចខ្ពស់ណាស់ក្នុង1នាទីគាត់បាច់មិនតិចដងទេហាក់ដូចជាមានចលនាហើយតម្លៃ100ក្នុង1ម៉ោងយ៉ាងតិច5ម៉ោងតើមានអ្នកជំនាញថ្មីមកអត់គាត់ពិតជាមានសមត្ថភាពមែនប្រើគ្រូមកបាច់បែបនេះខ្ញុំមិនដែលឃើញពីមុនមកទេប៉ុន្តែក៏ដឹងថាវាអាចធ្វើទៅបានមិនដល់ប៉ុន្មាននាទីបុរសម្នាក់នោះក៏ទាញបានត្រីខ្យាទី2លើកក្រោយយើងត្រូវសាកល្បងខ្លះប្រើគ្រូពិតជាបានផលមែនគ្រាន់តែនុយត្រូវតែជាពោតស្រស់គោលការណ៍គឺសាមញ្ញគោលដៅគឺចង់ឲ្យត្រីខ្យាមកស៊ីពោតលើផ្លែសន្ទូចមិនមែនមកស៊ីនុយបាច់ទេនុយបាច់គ្រាន់តែដើម្បីតាក់ទាញត្រីឲ្យមកជិតត្រីខ្យាចូលចិត្តតាមចាប់របស់ដែលមានចលនាក្នុងទឹកបើប្រើពោតចាស់បាច់ត្រីនឹងរត់តាមវាធ្វើឲ្យត្រីមិនចាប់អារម្មណ៍លើផ្លែសន្ទូចបើប្រើគ្រូវិញវាងាយស្រួលជាងទី1ត្រីខ្យាមិនស៊ីគ្រូទេប៉ុន្តែវាអាចតាក់ទាញត្រីបានទី2គ្រូធ្លាក់ក្នុងទឹកលឿនជាងពោតត្រីខ្យាឃើញគ្រូលឿនពេកវាមិនស៊ីក៏ងាកមកស៊ីពោតស្រស់លើសន្ទូចវិញដូច្នេះការប្រើគ្រូពិតជាអាចធ្វើទៅបានផ្អែកលើទ្រឹស្ដីនិងសមត្ថភាពបុរសម្នាក់នោះ
វាបានផល100យើងត្រូវតែសាកល្បងនៅពេលក្រោយតើប្រកាសមែនទេម្យ៉ាងទៀតការប្រើគ្រូមិនអស់លុយហើយក៏មិនខូចខាតអាហារដែរកន្លែងនេសាទកាន់តែល្បីមានអ្នកជំនាញមកច្រើនប្រភេទពិតជាអាចរៀនសូត្របានច្រើនណាស់ទីបំផុតមានអ្នកគ្រប់គ្រងមកហើយទីបំផុតអ្វីទៅស្រែកខ្លាំងម្ល៉េះឈប់ស្រែកទៅខ្លាចស្រីស្អាតម្នាក់នោះធ្លាក់ទឹកបើមានរឿងអ្វីកើតឡើងគឺចប់ហើយត្រូវតែតាមមើលជានិច្ចស្រីស្អាតកាន់ដំបងនេសាទឲ្យជាប់មើលជើងផងកុំឲ្យត្រីអូសអ្នកចុះទឹកប្រើវិធីសាស្ត្រអូសត្រីបែបលេខ8ទៅម្ចាស់ហាងធំណាស់